ថ្ងៃនេះខ្ញុំសូមជម្រាបសួរដល់គ្រូធំរបស់ខ្ញុំហើយសូមជម្រាបសួរដល់ពុកអ៊ំពូមីងបងប្អូនទាំងអស់នៅក្នុងប្រទេសក្រៅប្រទេសខ្ញុំបាទជាគ្រូឡាយសុខេដែលមានទូរស័ព្ទលេខ012 57 1330ហើយមួយទៀតលេខ Smart 010 78 0123លេខនេះជាលេខរបស់ខ្ញុំផ្ទាល់បើសិនជាបងប្អូននៅក្នុងប្រទេសនិងក្រៅប្រទេសមានការចាប់អារម្មណ៍នឹងក្បួនហុងស៊ុយការរៀបចំហុងស៊ុយផ្ទះមើលខ្សែបាត់ដៃមើលងើបហេងមុខមើលប៉ាជឺមើលប៉ាជឺដំណើរជីវិតពីអតីតកាលពីបច្ចុប្បន្នកាលអនាគតកាលតែយើងជួបបញ្ហាអីហើយជាពិសេសមើលដេញពេលវេលាការពីវេលាបន្សពជាដើមហើយមើលរៀបម៉ងភ្នោចដីជាដើមបើសិនជាបងប្អូនពុកម៉ែអ៊ំពូមីងទាំងអស់នៅក្នុងប្រទេសក្រៅប្រទេសចាប់អារម្មណ៍សូមមកតាក់ទងលេខ Telegram របស់ខ្ញុំទៅដែលមានលេខ012 57 1330នេះជាលេខរបស់ខ្ញុំផ្ទាល់បងប្អូនត្រូវការមើលអីចង់មើលបើសិននៅក្រៅប្រទេសខ្ញុំមើលបានខ្សែបាត់ដៃហើយនឹងមើលកៅហេងមុខហើយនឹងមើលរៀបហុងស៊ុយផ្ទះតាមទូរស័ព្ទក៏បានដែរហើយមួយទៀតបងប្អូននៅក្នុងប្រទេសចាប់អារម្មណ៍ចំពោះចង់ឲ្យខ្ញុំមកមើលទៅមើលគឺបងប្អូនអាចមកផ្ទះខ្ញុំក៏បានដែរខ្ញុំទេមកខ្ញុំប្រាប់ផ្ទះរបស់ខ្ញុំនៅដំណើរបងប្អូនមករកទៅហើយអញ្ចឹងទី2បងប្អូននៅក្នុងប្រទេសអាចមិនចាំមកបងប្អូននៅឆ្ងាយតាមខេត្តនេះជួយខ្ញុំទៅឬមួយក៏មើលតាមទូរស័ព្ទបានដែរតែមើលតាមទូរស័ព្ទដូចជាវាមិនសូវល្អដែលជួយខ្ញុំទៅផ្ទាល់ទេបើជួយខ្ញុំទៅផ្ទាល់នឹងល្អនឹងបានច្បាស់ជាងហើយថ្ងៃនេះខ្ញុំបាទមានបទបង្ហាញពីហុងស៊ុយតុកគេក្នុងការហុងស៊ុយតុកគេគឺសំខាន់សម្រាប់បងប្អូនបុរសនិងស្ត្រីដែលរៀបអាពាហ៍ពិពាហ៍រួចឬក៏មិនទាន់រៀបអាពាហ៍ពិពាហ៍បងប្អូនអាចស្ដាប់មើលវីដេអូខ្ញុំទៅបងប្អូនអាចធ្វើតាមខ្ញុំទៅនឹងបានជួបលទ្ធផលល្អកាលណាគេគឺយើងគេទៅស្លាស់មុខស្លាស់មាត់យើងក៏គេមកគឺស្វាចេះហើយគេយល់សពល្អហើយមិនស្មុគស្មាញមិនគិតច្រើនហើយកណ្ដាលរបស់យើងកណ្ដាលយើងគេស្អស្លាស់ខ្លួនយល់សពល្អហើយមិនស្មុគស្មាញមិនគិតច្រើនណាគឺយើងធ្វើអីក៏ស្លាស់មុខធ្វើអីក៏ជួបរឿងល្អដែរអញ្ចឹងសំខាន់បញ្ហាហុងស៊ុយបន្ទុកគេហ្នឹងតែមុនខ្ញុំបកស្រាយបញ្ហាហុងស៊ុយបន្ទុកគេខ្ញុំបកស្រាយពីបញ្ហាចេញភូមិខាងក្រៅផ្ទះក្នុងផ្ទះកន្លែងទុកទូជាវទុកគេមួយជាបាយក្នុងការចេញភូមិខាងក្រៅផ្ទះហ្នឹងគឺចេញភូមិដែលមើលខាងក្រៅផ្ទះគឺមើលគេរៀបចំតែខ្មៅក្លាសនិខៀវក្លាសំហងក្រហមអាហ្នឹងយើងរៀបតាមឲ្យត្រូវក្បួនហ្នឹងទៅគឺយើងទទួលនៅធម្មពលល្អធម្មពលឈីគឺចូលផ្ទះយើងល្អហ្មងតែបើយើងខាងក្រៅយើងខាងក្នុងយើងរៀបហុងស៊ុយទុកគេល្អជាបាយល្អទុកទូឈៀវល្អខាងបរិវេណខាងពីទុកគេមកទុកនេះខាងទុកទូភ្ញៀវហើយខាងក្រៅហ្នឹងមកទ្វីក្រៅហ្នឹងអញ្ចឹងបើសិនជាខាងក្នុងល្អខាងក្រៅអត់ល្អទេហុងស៊ុយខាងក្រៅចេញភូមិខាងក្រៅទេអត់ល្អទេគឺមិនន័យថាខាងក្នុងអត់បានទទួលនៅធម្មពលឈីដូចគ្នាអត់ល្អដូចគ្នាអញ្ចឹងបើសិនជាខាងក្រៅរៀបចំចេញភូមិល្អហើយគឺខាងក្រៅរៀបចំចេញភូមិល្អហើយតែខាងក្នុងយើងរៀបចេញភូមិខាងក្នុងទាំង3ដំណាក់កាលនឹងមិនល្អឬមួយដំណាក់កាលណាមួយមិនល្អក៏អាចជាអត្ថប្រយោជន៍ដូចគ្នាអញ្ចឹងក្នុងការរៀបចេញភូមិខាងក្រៅផ្ទះហ្នឹងគឺមើលពីធម្មពលបរិស្ថានល្អគឺតាំងពីខ្យល់ទឹកពន្លឺហើយនឹងចរន្តឈីគឺបើន័យថាយើងទាំង4នឹងឲ្យគុំចូលគ្នាមកបានវាអាចមានធម្មពលសិនឈីកាលណាធម្មពលសិនឈីគឺធម្មពលដែលល្អបំផុតដែលសម្រាប់នៅបរិវេណទីធ្លាផ្ទះយើងហ្នឹងអញ្ចឹងធ្វើឲ្យបើកាលណាយើងរៀបចំល្អហើយត្រូវតែខ្មៅនិខៀវហងក្រហមផ្លាសហើយអញ្ចឹងធម្មពលសិនឈីនឹងវាប្រមូលដុំមកនៅក្នុងមុខផ្ទះយើងហ្នឹងហើយវាបញ្ជូនមកជាអត្តពលមកដល់ក្នុងផ្ទះយើងទៀតអញ្ចឹងដល់ក្នុងផ្ទះយើងបើយើងរៀបល្អហើយយើង
ក្នុងផ្ទះយើងជួបរឿងល្អធ្វើអីក៏ជួបរឿងល្អដែរគឺសំខាន់ណាស់ការរៀបហុងស៊ុយផ្ទះហ្នឹងបងប្អូនមកមិនជឿបងប្អូនដឹងខ្លួនឯងតែបងប្អូនយ៉ាងម៉េចបងប្អូនដឹងហើយក្នុងការរៀបហ្នឹងបើសិនជាខាងក្រៅផ្ទះជ័យភូមិខាងក្រៅផ្ទះហ្នឹងយើងរៀបមិនល្អទេអញ្ចឹងអាធម្មពលសាឈីហ្នឹងអាសាឈីហ្នឹងគឺធម្មពលអាក្រក់អញ្ចឹងកណ្ដាលធម្មពលសាឈីវានៅផ្ដុំនៅមុខផ្ទះយើងហើយយើងរៀបអត់អបក្នុងផ្ទះយើងវាអាចបញ្ជូនអាចរន្តឈីនេះជូនចរន្តឈីមកចូលផ្ទះយើងហ្នឹងអញ្ចឹងអាចរន្តសាឈីចូលផ្ទះយើងហ្នឹងគឺយើងជួបរឿងមិនល្អដូចគ្នាអញ្ចឹងរឿងជាអត្តពលមិនល្អមកចូលផ្ទះយើងដូចគ្នាអញ្ចឹងក្នុងការរៀបហុងស៊ុយផ្ទះគឺគ្រូចិត្តសាយមួយគាត់មើលច្បាស់ថាផ្ទះយើងជ័យភូមិក្រៅល្អអត់ហើយក្នុងផ្ទះល្អអត់កណ្ដាលផ្ទះជាការបាយល្អអត់គឺគាត់មកគាត់មើលគ្រប់សពទាំងអស់ចឹងឲ្យតែគ្រូគាត់ចេះគាត់មកមើលគ្រប់សពទាំងអស់ហើយតែគាត់រៀបហើយគឺបងប្អូនធ្វើអីក៏ទៅអលូនដែរធ្វើអីក៏ជោគជ័យដែរចំពោះបន្ទាប់មកហុងស៊ុយជ័យភូមិក្នុងផ្ទះវាមានចែកជា3ដំណាក់កាលដំណាក់កាលទី1គឺជ័យភូមិខាងបន្ទប់ទូភ្ញៀវអាហ្នឹងបន្ទប់ទូភ្ញៀវចាប់ពីកន្លែងបន្ទប់គេយើងឬមើលកន្លែងពីជាប់ពីកន្លែងយើងដាក់ជារៀងផ្ទះទៅខាងបន្ទប់គេហ្នឹងគឺខាងក្រៅហ្នឹងទៅដល់មាត់ទ្វារធំអាហ្នឹងហៅដំណាក់កាលជ័យភូមិទី1ទៅមកដំណាក់កាលជ័យភូមិទី2គឺកន្លែងបន្ទប់គេយើងមកហ្នឹងអាហ្នឹងដំណាក់កាលជ័យភូមិទី2អញ្ចឹងអាហ្នឹងសំខាន់ដូចគ្នាតមកដំណាក់កាលជ័យភូមិទី3គឺជាការបាយជាការ3គឺដំណាក់កាលជ័យភូមិទី3សំខាន់ដូចគ្នាអញ្ចឹងដំណាក់កាលទាំង4ទាំងដំណាក់កាលជ័យភូមិក្រៅផ្ទះក្នុងផ្ទះមាន3ដំណាក់កាលហ្នឹងជឿឲ្យត្រូវតាមក្បួនហុងស៊ុយទាំងអស់បានយើងរស់នៅបានក្តីសុខរស់ស៊ីបានបងកូនចៅចាក់ជុំអស់ស្រឡាញ់គ្នាគោរពគ្នាទៅវិញទៅមកចេះឲ្យតម្លៃគ្នាឲ្យរស់នៅចូលមកគឺស្លាប់មាត់អាហ្នឹងជាការរៀបហុងស៊ុយហើយអញ្ចឹងក្នុងឥឡូវគ្រូបកស្រាយតាមបញ្ហាជ័យភូមិនៅក្នុងបន្ទប់គេនេះណាហើយគ្រូអត់តបកស្រាយបញ្ហាជ័យភូមិខាងក្រៅផ្ទះអញ្ចឹងខាងក្រៅផ្ទះទៅទៀតវគ្គវីដេអូក្រោយគ្រូបកស្រាយមួយផ្នែកហើយវគ្គវីដេអូនេះគ្រូបកស្រាយពីជ័យភូមិបន្ទប់គេហើយវគ្គក្រោយទៀតគ្រូបកស្រាយពីបញ្ហាជ័យភូមិនៅជាការបាយអញ្ចឹងបងប្អូនមើលវីដេអូគ្រូទៅបងប្អូននឹងអាចរៀបតាមគ្រូក៏បានភាសាជាងបងប្អូនអត់ចេះដែរចឹងនៅខាជ័យភូមិខាងនៅក្នុងបន្ទប់គេទី1យើងមើលពីទីតាំងតើបន្ទប់គេយើងគឺរៀងយ៉ាងម៉េចតើបន្ទប់គេយើងជារៀងចតុកោណឬមួយក៏ការ៉េបន្ទប់គេដែលល្អបំផុតគឺរៀងការ៉េហើយនឹងចតុកោណណាគឺអាហ្នឹងហៅថារៀងជាធាតុដីព្រោះនៅកណ្ដាលផ្ទះនៅអីគឺធាតុដីអញ្ចឹងសំខាន់នេះគេឲ្យរៀងជាធាតុដីព្រោះធាតុដីគឺធាតុមួយដែលផ្ដល់អត្តពលដល់ធម្មពលមកដល់យើងរាល់ថ្ងៃគ្រប់គ្នាត្រីកោណឬមួយក៏ជាវងមូលឬមួយក៏ជារៀងបន្ទាត់ភ្ជាប់ចេះរៀងចេះអញ្ចឹងគឺយកបានទេវងមូលក៏រត់បានរៀងសប៉ែតរៀងមួយក៏រៀងសប៉ែតវែងតិចក៏យកបានដែរឬមួយក៏រៀងជាបដោយនេះវែងនេះគេយកបានដែរអញ្ចឹងទំហំបន្ទប់គេនេះគឺឲ្យដាច់មូលហាមផ្ដាច់ជាទៅវែងហាមផ្ដាច់ជា3ជ្រុងចេះគឺហាមផ្ដាច់មួយទៀតហាមផ្ដាច់ជាលក្ខណៈជាផតដូចចេះមករៀនចេះហើយផតចេះគឺអត់បានទេចឹងក្នុងបន្ទប់គេនេះគឺថ្មីឲ្យបានការ៉េ4ជ្រុងហើយជាចតុកោណតែប៉ុណ្ណឹងអានឹងបានថាបន្ទប់គេមិនសមជាបន្ទប់គេល្អអញ្ចឹងយើងមើលត្រង់ហ្នឹងហើយយើងមើលទ្វារតើទ្វារបន្ទប់គេហ្នឹងគឺទ្វារចេញទ្វារចូលអញ្ចឹងត្រូវតែបើកចូលណាអត់មានបើកចេញក្រៅទេអញ្ចឹងបើកចូលក្នុងហើយមើលទៀតតើទ្វារបើកចូលក្នុងហ្នឹងយើងឃើញក្រែគេអត់កុំឲ្យមានក្រែគេបើកកណ្ដាលយើងបើកទៅកុំឲ្យមានក្រែគេនៅយើងបើកទៅកុំឲ្យឃើញក្រែគេមួយក៏តឹងឬមួយក៏គេជាបដោយគឺហាមផ្ដាច់អត់ឲ្យមានក្រែគេទេគឺដូចយើងបើកទៅយើងចាក់
tụm lu cái đá luôn dương một trong chương dương chân chứ hàm đại cái đầu như thế chân tọt máu bao tới miền ui ọt và sân miền ui anh đang câu việc ở đây nhận được trong năng cái việc xây so trọ sợi thao việc cho đón chi đến với châu tới sân chi đến châu tới cái việc chạy ở hỏi anh đang bị dương bao từ trong ui đó vợ miền bao tới vợ miền vô tục chết màu che hề cái bao tới ở liền thì vì tọt máu tiếp rõ cổ chẳng mấy cô dây gần thay dương ba khuya tới ham khơi kẻ kê ba khuya tới ham khơi bọc uối thì pi đấy thì bấy ba khuya tới ham khơi cái chọn rồi mua cái tu dân đặc ai tới nhưng cái chọn chen bọc khéo với cái ọt bàn đấy đó khơi ba khuya tới khơi cái chọn bọc chen của dương thì dương mưa khơi cái chọn thì anh đang cũng ọt ổ đài hay ba phía tới gọi mình khinh mông bọc xuôi vừa mới cô ăn chàng dùng tại chàng tu mó ăn chàng tu nó có bị nguyên mông bị tu riêng chàng máu thì dân ba tới ăn khơi ăn chống đấy bọc trong phía phía dân châu nó còn ba đấy anh đang cụ ba này đôi cặp bật dân châu rất đôi cặp bật chặt trong cái đó ngay dân chân nên còn ba này thầy bọc ôn trăm mười ôn tới bằng một được lần thầy tọ máu dân thứ bảy tiền dân châu mùa tiết ba phía đấy có ăn khơi và tốc tắc là khả năng này cái năng khơi ba phía đấy khơi và tốc tắc dân phía tốc tắc á ba thế khơi phía tốc tắc rồi mùi cùng coi đấy máu trong phía đấy cứ rất là ọt năng cứ hạt đạn năng rất là đẹp nặng đẹp nặng mình ó thì là dừng cho rong sân chi châu tới việc ai bọc từ trong lại tục tật việc tục chật gì nó bị châu đầu côn này những cái việc che ở tập pol sa chi chạy vào với nhau cả đa việc che ở tập pol sa chi ấy cứ ở tập pol là cọ máu cứ dương bắt con là con được không nè chắc là khi mình ao dương ba tới trong kề kia ba tới trong dương kìm kia một hàng trong ba trong và ôi được ba tới trong và tục tật bởi một côn mà chen khéo cứ ấp miệng đại hạt chẳng bao tới khi mình trang thầm đà thì ở khi cái chọn của một khơi này tọt máu cho mưa cho mưa khẽ kê dương cho mưa tục kê dương ta tục kê bao dương nâng ta bài một tục thuê nó bài thật khéo của một từ chồng hiền ta và tục tắc dương nâng á nhưng mà tục tắc nó bài thật khéo tục hiền ta và tục tắc bao dương nâng bà bài thật khéo té cô nâng cô nôm rừng ổ trên thật khéo té cô nôm đi trên thật khéo đó hàm đại ở riêng học tục tật dừng cùi chung nâng chân khéo của cô nâng cùi chung chân khéo của ó đây cứ thời hiện chụp hiên máu bàn hay mùi tiết dừng mơ tiết ta công dân thực khéo ọt dừng cùi chung nâng và thực khéo thật đồ chân hay sầm rót dừng mơ tục tật dương ta miền khăn thô đi ọt đọc khăn thô đi chân hay tục tắc dưới cứ khăn lớn và tục tắc khăn khổng té 10 cm sầm rót tới 10 cm tại bà khăn lớn sầm rót tập 5 cm bạn này mà đọc đi chân tục tắc ọt trong phọt được hơi nhé miền khăn thô đi phong miền lơ u té tiết đôi tên nâng chân lần lớn khơi tên tiệt anh đang cứ anh sẽ so drop thì chạy drop ở chẳng tục tắc khăn khổng té sầm rót 10 cm khăn lớn cho anh thì pi thì bay sầm rót 5 cm hay ham nên khăn thor đi để khăn lần tục tắc bạn sân thì đang không tục kế ai chạm được bốn nè là không nâng cứ bọc drop
គឺរកអីអត់សោទេហើយនៅបន្ទប់ទឹកហើយបន្ទប់ទឹកក៏អត់មានបើកទ្វារបន្ទប់ទឹកឃើញកញ្ចក់ដែរណាហាមផ្ដាច់ឃើញកញ្ចក់សម្រាប់ខ្លួនឯងហាមផ្ដាច់ហើយបន្ទប់ទឹកអត់មានដាក់ក្រែគេងនៅទល់មុខតុបទឹកដាច់ខាតក្រែគេងយើងណាអត់ឲ្យដាក់នៅទល់មុខតុបទឹកឬមួយក៏ជាប់តុបទឹកគេបើសិនជាឧទាហរណ៍ថាតុបទឹកយើងទៅចំហៀងអញ្ចឹងយើងទ្វារយើងខាងនេះយើងក្រែគេងនៅខាងនេះអញ្ចឹងយើងអត់មានដាក់ក្រែគេងយើងជាប់នៅបន្ទប់ទឹកដាច់ខាតអញ្ចឹងដកឃ្លាយ៉ាងតិចគោ1ម៉ែត្រចេញពីបន្ទប់ទឹកដែរអានឹងក្រែគេងណាបើក្បាលតនេកគឺអត់ឲ្យប៉ះបន្ទប់ទឹកអត់ឲ្យទល់មុខបន្ទប់ទឹកដាច់ខាតក្បាលតនេកហាមផ្ដាច់ហើយក្បាលតនេកអត់ឲ្យក្បាលតនេករបស់យើងនឹងអត់ឲ្យនៅជាប់បង្អួចដាច់ខាតបើបង្អួចនៅសងខាងបានតែក្បាលតនេកអត់ឲ្យនៅចំបង្អួចទេគណៈក្បាលតនេកយើងចំបង្អួចដូចយើងគេទៅរហលហៀវដូចគ្មានទីលំនឹងចាហើយយល់សពអីក៏មិនសូវល្អដែរចឹងក្បាលតនេកយើងគឺជាប់ជាងហើយក្រែគេងគឺជាប់ជាងនឹងទុកគេងណាហើយទុកគេងយើងគឺចូលឆ្វាច់គឺមើលថ្នមហ្នឹងមិនសិនជាថ្នមសកត់នៅតាណាគឺកន្លែងនោះគឺអត់ល្អហើយថ្នមនោះមានថ្នមផ្ទះយើងហ្នឹងគឺមានជ្រុងកាលណាជ្រុងហ្នឹងវាបុកមកចំយើងកណ្ដាលទ្រូងគឺយើងអាចជួបបញ្ហាអីឈឺមួយគ្រោះថ្នាក់ផ្សេងៗជាដើមជាពិសេសជំងឺប្រយ័ត្នអាថ្នាំសកត់លើហ្នឹងណាហើយបើសកត់លើក្បាលផងរិស័យអត់ឡើងទេរកស៊ីបានទេថ្នាំហាមផ្ដាច់គឺសកត់លើក្បាលហើយជិះអាចជ្រុងថ្នាំហ្នឹងហាមផ្ដាច់បុកចំខ្លួនរបស់យើងអានឹងគេប្រយ័ត្នណាបើយើងនេះយើងកែធ្វើម៉េចគេឲ្យផុតជ្រុងទៅបើយើងនេះយើងយកឲ្យបាត់ជ្រុងទៅប៉ុន្តែថ្នាំហ្នឹងនៅក្នុងបន្ទប់គេកុំឲ្យមានស្វះហ្មងកាលណាយើងមានថ្នាំនៅបន្ទប់គេគឺវាល្អទេយើងមើលថ្នាំហើយទី2ទៅទីប្រហែលនេះទី7 8ឯងកញ្ចក់កុំឲ្យមានកញ្ចក់គេកាលណាយើងក្រែគេយើងខ្ញុំគ្រូគាត់ទៅរៀបឯងជើនៅកញ្ចក់តុបតែកញ្ចក់ជុំវិញអាហ្នឹងប្រយ័ត្នមានការលេងលះបាច់បាក់គ្នាអារឿងកញ្ចក់ជុំវិញណាកញ្ចក់យ៉ាយគឺគ្រូប្រាប់ឯងទៅជឿព្រោះគ្រូធ្លាប់ទៅរៀបឲ្យឃើញឯងអាកញ្ចក់ជុំវិញខ្លួនហ្នឹងតែលើក្បាលតនេកហ្នឹងណាគេទៅចង់មើលខ្លួនឯងកុំដាក់អសោះគឺអត់ល្អទេគឺវាដូចសម្ោតង5យើងចឹងកាលណាឃើញយើងហាមដាច់កុំឲ្យឃើញកញ្ចក់ទូខ្លួនចង់ជើងឃើញក្បាលយើងក្រែគេយើងកុំឲ្យមានកញ្ចក់ឃើញទូខ្លួនយើងអសោះហាមដាច់ឬមួយក៏មានជ្រុងទូជ្រុងអីប៉ះដូចថាជ្រុងទុកទឹកយើងរៀបអស់ហើយថាទុកទឹកមិនមាត់ទុកទឹកហើយនឹងកន្លែងក្រែគេយើងវាអត់ប៉ះពាល់ទេវាផុតបានតែជ្រុងនេះហាមផ្ដាច់បុកចំខ្លួនយើងទៀតជ្រុងបន្ទប់ទឹកហ្នឹងហាមផ្ដាច់អសោះអញ្ចឹងក្នុងបន្ទប់គេគឺយើងត្រូវរៀបចំណុចស្ដាប់តាមមើលវីដេអូលោកគ្រូទៅនឹងយើងរៀបអត់ប្របាកទេហើយបន្ទប់គេហ្នឹងកុំឲ្យជ្រុងនឹងមួយនឹងជាប់ហើយមួយក៏ជ្រុងទូវាជ្រុងកែងកន្លែងណាយើងមើលអស់ហើយតែគ្រូចិនខ្សែបើគ្រូចិនខ្សែទៅមើលអត់មកអត់ឲ្យប៉ះពាល់ហ្មងហើយមួយទៀតក្នុងបន្ទប់ហាមដាច់កុំឲ្យមានពន្លឺខ្លាំងម៉ាស៊ីនត្រជាក់យ៉ាងណាកុំឲ្យនៅចុងជើងគឺនៅលើក្បាលត្រជាក់នៅពីជំនាញគ្នាបានតែបើតាមក្បួនដាក់ម៉ាស៊ីនត្រជាក់គេដាក់ទិសល្អមកបាញ់ចំយើងមកគ្រូទៅរៀបដឹងឲ្យវាស់ថាទិសណាល្អកែដាក់ម៉ាស៊ីនត្រជាក់ឲ្យបាញ់ចំលើយើងហ្នឹងវាឆាប់បដ ாய் ចំហៀងមិនហើយយើងទទួលនៅធម្មពលសិនឈីល្អទៅចេះនេះមកឲ្យចូលយើងល្អដូចគ្នាអញ្ចឹងបន្ទប់គេគឺសំខាន់កាលណាយើងរៀបត្រូវទៅគឺគេស្រួលហើយមួយទៀតពលឺណាអាហារពលឺពូចេះកុំឲ្យដាក់ចំទៅលើខ្លួនមួយទៀតបន្ទប់គេកុំឲ្យមានពលឺខ្លាំងឬមួយក៏បន្ទប់គេក៏ត្រូវតែមានវាំងនងបើមានប្រអួចត្រូវតែមានវាំងនងណាកាលណាយើងអត់ដាក់វាំងនងទេគឺបណ្ដៃថាយើងបន្ទប់គេហ្នឹងវាជាយ៉ាងហ្វុងស៊ុយវិញឯងវាលេងយីងហ្វុងស៊ុយឯងបន្ទប់គេគឺត្រូវប្រើយីងហ្វុងស៊ុយព្រោះតុបគេគឺត្រូវការងងឹតដើម្បីឲ្យគេទៅវាស្ងប់ស្ងាត់គេទៅវាអារម្មណ៍ល្អកាលណាបន្ទប់គេយើងមានពលឺខ្លាំងជាងពលឺយើងហ្នឹងគេហៅ
គេអត់ស្ងប់ទេនឹងតុកគេត្រូវយីងយីងហ្វុងស៊ុយមិនមែនយ៉ាងទេយ៉ាងគឺនៅខាងក្រៅផ្ទះយ៉ាងគឺនៅខាងមុខផ្ទះកណ្ដាលផ្ទះក្នុងនៃចក្រានបាយតែអត់តុកគេខុសគ្នាខ្លះអត់ដឹងទេតុកគេមានពលឺគឺយ៉ាងខុសហើយគឺយីងហ្វុងស៊ុយហើយចឹងតែតុកគេត្រូវដាក់យ៉ាងណូនកណ្ដាលបើសិនជាតុកគេយើងអត់មានបណ្ណូនទេគឺពលឺខ្លាំងមកបែរថាធម្មពលពលឺខ្លាំងមកវាអាចជះឲ្យយើងនឹងចូលពលឺទុកយើងខ្លាំងពេកគឺអត់ល្អទេគឺអាចទទួលកម្ដៅខ្លាំងឬមួយអាចជាយើងគេងទៅវាអត់ស្ងប់ហើយមួយទៀតបន្ទប់គេងរបស់យើងហ្នឹងគឺអត់ឲ្យមានដើមឈើបើយើងសិនជាអ្នកខ្លះបន្ទប់គេងនៅខាងដីខាងក្រោមអញ្ចឹងមានដើមឈើដុះសុបទ្រុបនៅគៀនផ្ទះយើងហ្នឹងនៅលើបន្ទប់គេងចាំបន្ទប់គេងមានដើមឈើដុះសុបទ្រុបមែកឈើអីអាហ្នឹងឯងគឺអត់អអាហ្នឹងឯងដែលថាមិនក្នុងបន្ទប់គេងលោកគ្រូនិយាយថាបន្ទប់គេងគឺត្រូវមានគេហៅជីងកំស៊ុយងងឹតប៉ុន្តែវាមិនឲ្យងងឹតពេកស្រុបពេកទេអាហ្នឹងគេហៅកាលណាងងឹតពេកស្រុបពេកវាជះធម្មពលយីងសាឈីចឹងជះធម្មពលចរន្តងងឹតមិនល្អមកចូលផ្ទះយើងហើយអានឹងអត់ល្អទេណាគឺមកចូលកន្លែងបន្ទប់គេយើងហ្នឹងអញ្ចឹងបន្ទប់គេយើងគឺមិនគេឲ្យយើងងងឹតនេះហើយមិនងងឹតពេកឲ្យមានយកឡើងយើងដាក់អំពូលរាត្រីតិចតិចទៅឲ្យកុំឲ្យពលឺខ្លាំងពេកតែកុំឲ្យពលឺភ្លឺហើយមួយទៀតកុំឲ្យអាដើមឈើនឹងដោះស្តុបពេកងងឹតពេកអាហ្នឹងចូលទៅចូលជីងសាឈីវិញហ្នឹងគឺអាចចរន្តឲ្យធម្មពលឈីហ្នឹងគឺងងឹតខ្លាំងពេកមកចូលផ្ទះយើងធ្វើឲ្យយើងនឹងជក់រឿងមិនល្អអ្នកនឹងផ្ទៃនោះទុកគេយើងហ្នឹងគឺហ្នឹងគឺយើងក្នុងការគេនេះក៏យើងក៏គេអត់ល្អដែរគឺចេះធម្មពលអត់ល្អចូលបន្ទប់អញ្ចឹងឲ្យស្រឡះខាងបន្ទប់គេអញ្ចឹងគឺយើងបន្ទប់គេហ្នឹងមកអួចហ្នឹងគឺឲ្យវាស្រឡះទៅកុំមានដើមឈើឲ្យសុកទុកបានចឹងហ្នឹងអត់បានទេណាក៏វាអត់ល្អដែរអញ្ចឹងក្នុងការរៀបបន្ទប់គេហ្នឹងឬគ្រូនិយាយហ្នឹងគឺសំខាន់ណាស់បន្ទប់គេរបស់យើងស្មើនឹងជួយលើកវិស័យយើងគឺយើង support ខ្លួនយើងនៅបន្ទប់គេហ្នឹងកាលណាបន្ទប់គេយើងល្អមានក្លិនក្រអូបមិនប៉ះពាល់នឹងគ្រប់ដែលជ្រុងគ្រូប្រាប់ទាំងអស់ទេគឺវាទទួលនៅអត្តពលសឹងឈីចូលផ្ទះហើយចូលបន្ទប់គេកាលណាទទួលអត្តពលសឹងឈីចូលបន្ទប់គេហើយគឺបន្ទប់គេយើងទទួលនៅធម៌ពលល្អគេទៅស្ងប់គេទៅសពល្អព្រឹកឡើងស្វាងចេះទៅធ្វើការក៏សុបាយចិត្តរកស៊ីអីក៏គិតមនុស្សយើងខណៈយើងបន្ទប់គេមិនល្អអីមិនល្អអញ្ចឹងក៏ឡើងស្មុកក៏ឡើងស្មាញហើយដឹកអីមិនឃើញការរកស៊ីយើងក៏គិតអត់ចេញដែរតែមនុស្សយើងខណៈគេល្អស្លាស់មុខស្លាស់មាត់ប្រសពល្អគឺគិតអីស្លាស់មកការរកស៊ីបើយើងគិតចង់រកស៊ីអីគិតផ្លែលឿនមកហើយគិតរឿងល្អទៀតចឹងបងប្អូនសំខាន់ក្នុងការរៀបទុកគេនេះណាសំខាន់ណាស់ព្រោះយើងទៅដំបូងយើងគេដំបូងថាអីទេតែផ្ទះយើងមួយណាដូចគ្រូនិយាយចឹងបើសិនជាយើងរិស័យខ្លាំងព្រោះថាយើងរិស័យឡើងអញ្ចឹងយើងអត់អីទេក្នុងមួយឆ្នាំ2ឆ្នាំ3ឆ្នាំអត់អីទេ3ឆ្នាំហ្នឹងប៉ះពាល់បន្តិចតែបើសិនជាយើងធ្លាក់ថាយើងឆុងឆ្នាំហើយរិស័យធ្លាក់ឲ្យអាហ្នឹងដែលយើងដាក់មកលើខ្លួនយើងភ្លាមយើងចូលទៅគឺធ្លាក់ហ្មងតែដល់យើងរិស័យឡើងដល់យើងរិស័យធ្លាក់ដល់កំណត់ឆ្នាំយើងវ័យចូលយើងចូលមកដល់ត្រូវយើងជួបបញ្ហាគឺ3ឆ្នាំឡើងទៅដាក់ចុះ3ឆ្នាំឡើងដាក់ភ្លាមហ្មងអញ្ចឹងអាហ្នឹងគឺហុងស៊ុយទាំងគឺខ្លាំងបងប្អូនណាមកជឿគ្រូថាដឹងថាមិនទេតែគ្រូធ្លាប់ទៅរៀបផ្ទះឲ្យគេគ្រូដឹងបើមិនរៀបផ្ទះគេគ្រូគឺអត់ដឹងទេក្នុងក្បួនរៀនគេដាក់មែនប៉ុន្តែទៅរៀបផ្ទះគេវាដូចអញ្ចឹងមែនបានគ្រូនិយាយអត់មានកុហកទេគ្រូធ្លាប់ទៅរៀបផ្ទះគេជួបបញ្ហាអញ្ចឹងអ្នកខ្លះគេក្បាលទៅបន្ទប់ទឹកអ្នកខ្លះបើកក្រែកបើកទ្វារខ្វាក់
ឃើញក្រែគេពាក់កណ្ដាលអ្នកខ្លះចង់ជើងមកចង់ទ្វាគេទៀតអ្នកខ្លះចង់ជុំវិញអ្នកខ្លះមានថ្នាំនៅលើលោកគ្រូធ្លាប់ជួបហើយជួបច្រើនមកហើយលោកគ្រូទៅរៀបលោកគ្រូនិយាយគ្រូទៅរៀបផ្ទះអ្នកខ្លះទៅរៀបឲ្យគេ6ខែ5ខែទិញពីបុរីមករួចក៏ទិញពីកន្លែងគាត់សាងសង់ខ្លួនឯងមកជាផ្ទះបន្លានេះទៅជាបុរីនេះទៅប្រាប់លោកគ្រូអើយខ្ញុំគេ4 5ខែគេអត់លក់ទេរូបសក់អត់ល្អក្នុងការសក់គឺអត់ល្អទេហើយឃើញចេះតែឃើញខ្មោចចេះតែឃើញគេដេញវាយចេះតែឃើញឆ្លើងទៀមចេះតែឃើញពោះខំចេះតែឃើញណាណៃអាហ្នឹងគ្រូនិយាយជាការពិតមែនលោកគ្រូទៅរៀបតែមួយថ្ងៃទេស្អែកឡើងដាក់ម៉ោងរោហើយតែគ្រូនិយាយមកពូលអត់កុហកទេស្អែកឡើងក៏ដាក់ម៉ោងរោហើយគឺដេកលក់ស្រួលលោកគ្រូទៅគ្រូរៀបតាមសប្តាហ៍ទៅបន្ទប់ទៅធ្វើម៉េចរៀបតាមធ្វើម៉េចទៅគេទាំងអស់អញ្ចឹងគេទឹកនេះអ្នកខ្លះស្គរដោយសារគេអត់លក់លោកគ្រូរៀបទៅធាត់ឡើងមុខឡើងពេញសាច់មុខវិញមនុស្សយើងណាកាលណាយើងបន្ទប់គេទៅល្អនិស័យធ្លាក់មុនអាគុំមុនខ្មៅឬមួយក៏មុខអីវិញ្ញាណអាក្រក់អីចូលលឿនណាយើងចឹងកាលណាយើងនិស័យធ្លាក់ចូលលឿនកាលណាយើងនិស័យឡើងណាពីណាធ្វើអីក៏ចេញដែរគេឬមួយក៏ទៅនេះប៉ះពាល់ដីគេចឹងទៅហើយអញ្ចឹងបើសិនតែគេស្អប់គាត់ណាគេដឹងថ្ងៃខែចាំកំណត់គាត់គេធ្វើធ្មុកនឹងដាក់ងាប់រស់អស់ហើយតែដោយសារគាត់និស័យឡើងធ្វើអត់ចេញទេដូចតែមានខ្លះចឹងធ្វើបាបគេធ្វើអីណាណីគេយកដីយកពៀនគេធ្វើគេដឹងទេដឹងខែចាំតែគេធ្វើអត់ចេញដោយសារគាត់និស័យឡើងហ្នឹងចឹងកណាមនុស្សយើងកណានិស័យឡើងមុនគ្រូណាធ្វើចេញដែរតែកណាបងប្អូននិស័យធ្លាក់ដាក់ស្អីទៅចូលទេខ្មោចអរិយអ្នកតាឬមួយក៏អាបធ្មុកអំពើណាណីគាត់ដាក់ឆ្វាច់ចូលខ្វោចអានោះគ្រូនិយាយការពិតគ្រូអត់កុហកទេអ្នកដែលសក់ឃើញខ្មោចសក់ឃើញល្អហ្នឹងគ្រូទៅរៀបតែមួយថ្ងៃទេធានាមកសាក់មើលតែអ្នកដែលសក់ឃើញល្អខ្មោចនោះថ្មីឲ្យគ្រូទៅរៀបគ្រូរៀបតាមទិសបើសិនជាគាត់មានខែឆ្នាំកំណើតច្បាស់លាស់ខែឆ្នាំកើតខែកើតថ្ងៃកើតម៉ោងកើតគ្រូរៀបតាមទិសរិស័យរបស់គាត់គឺធ្វើថាគាត់ឈើដកឈើបោកភ្លើងដកភ្លើងបោកចឹងទឹកដកទឹកបោកប្រភេទរិស័យនឹងមកផ្សេងខ្សោយធៀបទៅកៅឲ្យគាត់អីគ្រូដេញតាមនឹងឲ្យគាត់គេញ៉ែអញ្ចឹងមកគាត់ភេទគាត់ឧទាហរណ៍គាត់ឈើដកប្រភេទរិស័យខ្សោយទេគឺចឹងគឺគាត់រៀបទិសហាក់ទិសម៉ែរបស់គាត់មកឬមួយក៏ទូខ្លួនរបស់គាត់មកដើម្បីឲ្យគាត់គេនឹងគាត់ជួយយឹតយងរិស័យប្រភេទរិស័យគាត់នឹងឲ្យរឹងមាំទៅវិញបើគាត់ប្រភេទរិស័យរឹងមាំទេអញ្ចឹងយើងត្រូវរៀបមិនទៅរៀបទិសតែបថយធាតុរបស់គាត់កុំឲ្យគាត់រឹងមាំពេកណាគាត់ភេទរិស័យរឹងមាំគេយើងរៀបតាមគេទិសឲ្យគាត់ភេទរិស័យរឹងមាំកាន់ខ្លាំងទៀតនឹងធ្វើឲ្យគាត់ឆុងទៀតអញ្ចឹងវ័យចូល10ឆ្នាំនេះចូលវ័យចូល10ឆ្នាំវ័យចូលម្ដងវ័យចូល10ឆ្នាំដំណើរជីវិត10ឆ្នាំម្ដងធ្វើឲ្យគាត់ឆុងគ្រោះថ្នាក់ដល់ស្លាប់ក៏មានដែរអាហ្នឹងអ្នកខ្លះអាចជួបបញ្ហាចឹងដែរមួយទៀតលោកគ្រូនឹងរៀបតាមទិសលេខខួយបើរៀបចឹងមិនត្រូវលោកគ្រូរៀបតាមទិសខួយតើគាត់ឆ្នាំប៉ុន្មាន1174ចឹងមនុស្សប្រុសខួយលេខ8ទៅមនុស្សស្រីខួយលេខប៉ុន្មានទៅអញ្ចឹងគេរៀបតាមលេខខួយហ្នឹងឯងតើលេខខួយលេខ8នៅទិសណាល្អគឺខួយលេខ8ហ្នឹងគឺនៅទិសខាងអញ្ចឹងទិសដែលខួយលេខ8នេះគឺមានទិសខាងត្បូងឈាមលិចហ្នឹងទិសទ្របទិសលួយទលាបហើយទិសជើងឈាមកើតការងារជោគជ័យអញ្ចឹងរៀបតែពីរទិសហ្នឹងឲ្យគាត់គេទៅបើទិសអាស្អីគេទិសសម្រាប់ថាទិសសុខភាពទិសស្នេហាអីមិនបាច់ទេរៀបតែទិសពីរហ្នឹងឲ្យគេទៅបានហើយអញ្ចឹងខួយលេខ8រៀបតាមទិសពីរហ្នឹងទៅតែបើសិនជារៀបលេខខួយអត់ច្បាស់គឺលោកគ្រូរៀបពីឆ្នាំទាំង12ឧទាហរណ៍គាត់ឆ្នាំមីចឹងបើរៀបតាមប្រភេទធាតុរិស័យអត់ត្រូវ
រៀបលេខខួយគឺត្រូវរៀបតាមឆ្នាំដូចគាត់ឆ្នាំ1មីចឹងឆ្នាំ1មីលោកកាគ្រូខ្លះគាត់រៀបតាមលេខប៉ាជឿតាមភេទផ្សេងនឹងងាប់តាមលេខខួយតែវាអាចប៉ះពាល់នឹងឆ្នាំទៀតអញ្ចឹងយើងមើលទេអញ្ចឹងមួយឆ្នាំហ្នឹងបើរៀបអាហ្នឹងអត់ត្រូវយើងរៀបតាមឆ្នាំនេះឆ្នាំ1មីចឹងជួនកាលយើងអាចដាក់ទៅទិសត្បូងងាប់អត់បានទេឆុងរស់ស៊ីធ្លាក់អញ្ចឹងឆ្នាំ1មីហ្នឹងគេមិនអោយប្រើនៅទិសត្បូងហើយទិសខាងជើងដែលខាតអញ្ចឹងឆ្នាំ1មីគេយកឆ្នាំហាក់ឯងដែលគ្រូបរៀនតាមវីដេអូមុនឆ្នាំដែលហាក់អញ្ចឹងឆ្នាំ1មីគេយកទិសខាតហើយទិសចហើយនឹងទិស1ម៉ែអញ្ចឹងគេរៀបតាមទិស3ទៀតក្នុងការក្បួនរៀបគឺគ្រូរៀបទាំងអស់បើរៀបតាមលេខខួយមិនត្រូវរៀបតាមធាតុមិនត្រូវគឺរៀបតាមឆ្នាំតែលោកគ្រូរៀបតែកន្លងមកគឺច្រើនតែឆ្នាំអីធាតុហាក់អីរៀបតាមនោះទៅតែគ្រូវីដេអូទីប្រហែលតែគ្រូពេលអាវលឿនហ្នឹងតែគ្រូនិយាយពីឆ្នាំទាំងពីររៀបតាមនោះក៏បានដែរតែគ្រូរៀប3ដំណាក់កាលទាំងអស់គឺគ្រូរៀបដំណាក់កាលទី1បើមិនត្រូវចូលដំណាក់កាលទី2លេខខួយដំណាក់កាលទី3គឺឆ្នាំចឹងក្នុងការរៀបផ្ទះហ្នឹងគឺលោកគ្រូមិនមែនរៀបភាសាចឹងទៅគឺចោលអត់ទេចំពោះបងប្អូនទាំងអស់បើហៅគ្រូរៀបគឺគ្រូតាមដានរហូតមិនថារៀបហើយគ្រូសួរមួយអាទិត្យពីអាទិត្យសួរថារកស៊ីឡើងការយើងដេកស្រួលខ្លួនស្រឡះអត់សពអត់ហើយតបមកបានកន្លះខែមួយខែគ្រូសាការងារគាត់មិនហើយលក់ដូរឬក៏ការងារជីវកម្មគាត់ផ្សេងរកស៊ីយ៉ាងម៉េចពីមួយខែទៅរកស៊ីយ៉ាងម៉េចអញ្ចឹងលោកគ្រូសួរតតែគាត់3ខែទៅបើគាត់មិនឡើងទេតែទៅធ្វើមិនទៀតអានឹងលេងអួនមួយទៀតអញ្ចឹងមិនភ័យណាលោកគ្រូជួយលោកគ្រូទៅគឺរៀបរួចអត់ទេគ្រូរៀបតាមដានរហូតគាត់តែគាត់បានជោគជ័យបានគ្រូបលែងគាត់ហើយលោកគ្រូនិយាយចឹងក្នុងការរៀបហ្នឹងគឺគ្រូមិនមែនចោលគាត់រហូតទេជុំចូលឆ្នាំអីអត់ជាសិស្សលោកគ្រូហើយលោកគ្រូជាសិស្សលោកគ្រូចឹងបានលោកគ្រូកូនសិស្សទាំងអស់ដែលរៀបគ្រូទាំងប្រមាណអត់ចាក់អត់ចោលលោកគ្រូទេយកលោកគ្រូនឹងដូចជាទីប្រឹក្សាគាត់តែមកគាត់ចង់សួរអីគាត់មកទេសួរលោកគ្រូឆាតសួរពីសែនជ័យមេងសែនភ្នោរៀបចំភ្នោយ៉ាងម៉េចហើយជួនកាលឲ្យទិញឡានទៅរៀបលេខឡានយកឡានយ៉ាងម៉េចយកឡានលេខអីឆ្នាំអីលេខខួយប៉ុន្មានយកឡានលេខឡានយ៉ាងម៉េចហើយយកពណ៌អីអញ្ចឹងគាត់កូនសិស្សគ្រូទាំងអស់រកសុខអ្នកគឺគាត់ឆាតសួរគ្រូរហូតឲ្យតែមានការអីគ្រូប្រាប់រហូតគ្រូអត់ដែរថាចិត្តតម្លៃទេព្រោះកាលណាគេឲ្យតម្លៃយើងក៏ឲ្យតម្លៃគេវិញដែរអញ្ចឹងកូនសិស្សឲ្យតម្លៃគ្រូក៏ឲ្យតម្លៃទៅវិញដូចគ្នាហើយមិនថាកូនសិស្សណាស្រឡាញ់គ្រូស្រឡាញ់ទាំងអស់ឲ្យតែគេគោរពគ្រូហើយក្នុងការរៀបហ្នឹងគឺតម្លៃគ្រូហ្នឹងគឺសំរុំទេមិនជាថ្លៃពេកមិនជាថោកពេកឬមិនសំរុំកណ្ដាលគ្រូយកថ្លៃពេកគ្រូនិយាយចឹងសេដ្ឋកិច្ចធ្លាក់ឲ្យបើយើងយកគាត់ថ្លៃទៀតយើងក៏មានណាលុយហើយតែយើងរៀបមានលុយណាទៅឲ្យយើងព្រោះការគាត់ខ្ចីធនាគារមកឲ្យយើងមួយទៅសងវិញបាក់ទៀតអញ្ចឹងយកមកសំរុំទៅបើកាលណាយើងយកតិចពេកក៏គាត់មិនឲ្យតម្លៃយើងដែរអញ្ចឹងគ្រូនិយាយយកមកសំរុំអញ្ចឹងលេខ Telegram លោកគ្រូគឺ012 57 1330បើចង់តាក់ទងដល់លោកគ្រូទៅណាគ្រូនឹងទៅគ្រប់ពេលទាំងអស់អញ្ចឹងគ្រូមានវីដេអូផ្សេងទៀតដែលច្រើនលោកគ្រូទៅរៀបរាប់គឺច្រើនវីដេអូទៀតអញ្ចឹងថ្ងៃនេះគ្រូសូមតែប៉ុណ្្នេះស្បានគ្រូសូមជម្រាបលាអរគុណ